សួស្តីអ្នកនរគ្នា Welcome to my blog ខ្ញុំខានចាញ់ blog រៀងយូរដែរហើយថ្ងៃនេះគឺខ្ញុំធ្វើ blog after work ដែលខ្ញុំទៅសាលារបស់ខ្ញុំខានទៅរៀងយូរដែរហើយថ្ងៃនេះខ្ញុំនឹងទៅសាលាដើម្បីជួបមួយសិស្សប្អូនមកសាលាត្រូវទៀតនឹងជួបសិស្សសាលាវារៀងងឹតដោយសារតែអត់បានបិទភ្លើងហើយណាមួយថ្ងៃនេះមានសតុំផ្លែចឹងដោយសារមិញភ្លៀងលឹមទៅគេបាត់ហើយអូយរលឹមស្អាតតាចុះបើមុខមិនវាលឹមហើយមើលពីលើបានដើមឈើចិត្តសាឡាបន្តិចចុះនេះដើមព្រីងចូលไปផ្លែអត់ដឹងថាមើលបេះនៅសាលាញ៉ាំហើយអានេះជា view របស់យើងនេះស្អាតយ៉ាងតាពេលមេឃលឹមអញ្ចឹងមានតអនអីអូចារៀបកន្លែងអាសាយទៀតលុយហ្មង and this one មើលទៅក្រោមអូយធានមើលស្អាតណាស់អូយម៉ានទាំងអស់នេះគ្មានអ្នកណាមានដើមឈើនៅសាលានេះនេះបាច់មើលសក់អីសក់រញ៉េរញ៉ៃសក់នេះអូមុខសេះសក់លេងបានហើយអានេះថ្ងៃសក់ចឹងហើយសក់ពេលល្ងាចគាត់នៅគ្នាហាត់បាល់ហាត់អីចឹងម្យ៉ាងតាឆ្លៀតពីការសិក្សាលេងបាល់ហើយយល់លេងបាល់ទេអ្នកជិះលេងជិះបាល់តោះស្អាតមែនតើបន្ទាប់ពីដើមមើលខាងក្រៅអស់ហើយឥឡូវយើងចូលមកដល់បន្ទប់យើងវិញម្ដងហើយថ្ងៃនេះអ្នកនរគ្នាឃើញពួកគាត់រាល់មកដោយសារថ្ងៃនេះខ្ញុំមកប្រហាត់ល្បាំពួកគាត់អញ្ចឹងមុនពេលដែលយើងតក្បាច់ល្បាំរបស់យើងគឺយើងត្រូវធ្វើការពុតដៃពុតជើងសិនដើម្បីឲ្យដៃយើងវារាងទន់ហើយពេលយើងរាំទៅស្អាតដោយសារតែម៉ោងបន្ទាប់នឹងជិបរវល់អញ្ចឹងយើងក៏សម្រេចចិត្តមករំនៅខាងក្រៅនឹងមានអីសប្បាយដែរតាដោយសារតែពេលយប់ទៅវាខ្យល់ត្រជាក់អញ្ចឹងទៅ so freshមាន
ជាទៅតែងឯញ៉ាំឃ្លានណាចាញ់ដល់ម៉ោង9 8ហើយជាងពុទ្ធស្រស់ហ៎វាខ្យល់ហើយពេលយប់ចង់អត់សូវមានម៉ូតូអីវិបាត់ទេបន្ទាប់ពីចាញ់ពីសាលាប្រហែលម៉ោង9អញ្ចឹងក៏ឃ្លានណាមករត់ទិញផ្អែមញ៉ាំហើយផ្អែមនឹងឡើងថ្លៃទៀតកាលមុនទិញតែប្រហែល3000ទេឥឡូវគេឡើងដល់4000រកប្រាក់ហ្មងណាហ្នឹងហើយអ្នកនរគ្នាប្លុកខ្ញុំគឺមានតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយបាយបាយឥឡូវយើងទៅផ្ទះហើយបាក់ផ្អែមមួយមានភ្លើងអីដែរស្ងាត់